ឯកឧត្តមបណ្ឌិតចាយបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអញ្ជើញជាអធិបតីសូត្រព្រះត្រៃបិដកនៃពិធីបុណ្យខួប56ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរសូត្រព្រះត្រៃបិដកនិងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដកនៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជាភ្នំឥត្រស្ថិតនៅភូមិភ្នំឃុំសាដៃស្រុកពញាលឺខេត្តកណ្ដាលផ្អែកតាមក្រមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋដែលត្រូវបានយកចិត្តទុកដាក់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចកតេព្រះបណ្ឌិតប៊ុននីហ៊ុនសែនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចចំនួន3ចំណុចដែលជាការដំកើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែររួមមាន 1. ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនានិងបកប្រែអត្ថកថាដីកាយោជនីដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចនៈ 2. រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់5ឆ្នាំម្ដងនៅប្រាសាទអង្គរវត្តឬភ្នំព្រះរាជទ្រព្យទីតាំងតម្កល់ព្រះបរមសារីរិកធាតុនិង 3. រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដកនិងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកឆ្លៀតក្នុងឱកាសដ៏ឧត្តមឧត្តមនេះអាដាមបណ្ឌិតរដ្ឋមន្ត្រីបានសម្ដែងអំណរព្រះគុណនិងអរគុណចំពោះគណៈកម្មការរៀបចំកម្មពិធីបុណ្យនិងអាជ្ញាធរគ្រប់ដំណាប់ថ្នាក់ដែលបានសហការរៀបចំពិធីបុណ្យឲ្យប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលគួរជាទីមោទនៈស្របពេលដែលប្រទេសជាតិមាននូវស្ថិរភាពនយោបាយនិងការអភិវឌ្ឍលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រនិងអាណាចក្រក្រោមការដឹកនាំប្រកបដោយភាពប្រកបនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីអាដាមបណ្ឌិតរដ្ឋមន្ត្រីបានចាត់ទុកពិធីបុណ្យខួប56ឆ្នាំនៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរសូត្រព្រះត្រៃបិដកនិងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងការលើកស្ទួយតម្លៃមរតកធម៌ដ៏ឧត្តមឧត្តមមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាពុទ្ធសាសនិកខ្មែរគ្រប់ទិសទីយកទៅគោរពប្រតិបត្តិទៅតាមមាគ៌ារៀងៗខ្លួនសូមជម្រាបជូនថាពិធីបុណ្យនេះរៀបចំឡើងក្នុងគោលបំណងមួយអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្ររំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលីមកជាភាសាខ្មែរបានពេញលេញ 2. រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកដែលបានខិតខំចងក្រងបកប្រែនិងថែរក្សាមរតកធម៌នេះនិង 3. ការសូត្រព្រះត្រៃបិដកលើកដំកើងតម្លៃព្រះធម៌និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឲ្យកាន់តែរីកសុសសាយ